Yeah ស្ដាប់ឲ្យច្បាស់នេះជាភូមិក្រញូខ្ញុំដើរយឺតលើផ្លូវដីហុយពាក់សារងចាស់អាវយឺតធ្លុះធ្លាមិនបាច់មានកំភ្លើងគ្មានកំបិតគ្រាន់តែក៏លេចមើលឆ្កែក៏លែងព្រោះក្មេងៗរត់លេងឈប់ស្ងៀមមួយកន្លែងខ្ញុំមិនមែនជាអ្នកលេងកាយសាហាវគ្រាន់តែជាអ្នកការពារសន្តិភាពដោះស្រាយវិវាទដោយពាក្យសំដីទឹកតែមួយកែវនៅតូបយាយម៉ៅជាកន្លែងពិភាក្សាការងារធំជើងខ្លាំងបងធំប្រចាំភូមិក្រញូរស់នៅសាមញ្ញតែមានអំណាចពិតមែនហើយគ្រប់គ្នាគោរពគ្រប់គ្នាស្គាល់ឈ្មោះជើងខ្លាំងភូមិក្រញូឡានទឹកខូចខ្ញុំជាអ្នកជួសជុលដំបូលផ្ទះធ្លាក់ខ្ញុំជាអ្នកឡើងប្រក់យប់ឡើងដើរល្បាតគ្មាននរណាហ៊ានលួចចោលលួចមន់ឃើញខ្ញុំរចោលស្បែកជើងមិនដែលគិតថ្លៃមិនដែលចង់បានលុយសុំតែបាយមួយចានសមបញ្ជូរគ្រឿងជីវិតសាមញ្ញតែគ្មានអ្នកណាដូចគេឈ្មោះល្បីល្បាញពេញដីកញូ